ទៅ10ឆ្នាំកន្លងផុតទៅផឹកហើយផឹកទៀតផឹកហើយផឹកទៀតផឹកដើម្បីស្រវឹងផឹកដើម្បីជំនួសបងប្អូនផឹកដើម្បីបំភ្លេចឪពុកផឹកឲ្យសបាយคล้ายជាទុកផឹកស្រវឹងវាយគេបែកមុខដីគុក3ខែគ្មានអ្នកណាម្នាក់ដឹងពីជំរឿចិត្តខ្ញុំទេថាខ្ញុំឈឺចាប់ប៉ុណ្ណាកើតទៅលៀមម៉ែស្លាប់ចោលសូម្បីតែទឹកដោះដំបងក៏មិនបានមំដែររស់នៅជាមួយឪពុករងទុក្ខវេទនាសូមគាត់ទៅរៀនគាត់មិនឲ្យទៅគាត់ឲ្យខ្ញុំនៅរៀបអត់ឲ្យនៅលីសំងប្រើទេពចៅវាយខ្ញុំជន់កលៀនបាតថ្ងៃណាគាត់ខឹងខ្លាំងឲ្យខ្ញុំរត់ត្រាតាមឡានឯណាទៅឋានសួគ៌ចង់បាញ់ឈុំផ្អកវេលាចង់ទៀងពេលឲ្យខ្លីចង់អង្វរមេដីសូមលោកគុំវិលចង់ចងដៃពុកឲ្យជួមខាត់ពងគុំរំកើបើចាំមើលទៅថ្ងៃក្រោយគាត់បានអីវាយទៀតឈប់យំទៅជូតទឹកភ្នែកទៅកូនគុំទន្ទឹងរឿងឪវាយខ្លាំងពេកចើមកូនបាទពុកឲ្យពកសុំទោសកំហុសគ្រប់យ៉ាងមកពីរូបពុកពុកអង្គុយចុះម្ចាស់បេះដូងផែនដីធំទូលាយណាស់ហេតុអីក៏ឪពុកកូនយើងនៅជួបគ្នាទៀតពុកមកនេះមិនមែនមកវាយឯងឲ្យរៀបអត់ទៀតទេពុកចង់ប្រាប់ឯងថាពុកដកខ្លួនចេញពីពិភពគុណហើយពុកមកនេះគាត់តែចង់សុំឯងប្រព័ន្ធស៊ីបបព្រឹកតែប៉ុណ្ណោះសុំទោសពុកឥឡូវពុកកាន់តែចាស់ឯខ្ញុំកាន់តែធំដូចសុភាសិតបានពោលថាសក់អាណាក្បាលអានឹងល្អណាស់កូនប្រុសពុកក្រុមចាំពាក្យនេះជាង20ឆ្នាំហើយកូនប្រុសបាទពុកសុំមើលមុខឯងជាលើកចុងក្រោយសូរិយាចែងចាំងពពកបាំងបិទមេឃខ្មៅងងឹតភ្លៀងលិចភ្លឺស្រែកង្កែបស្រែកយំនៅម្ដុំភ្នោម៉ែស្រអែមមានស្នេហ៍គេងលើផ្លូវបងស្លឹកឈើរេរាំកញ្ច្រំបុកផ្ទះអញបបោហត់ណាស់ចង់កាប់ដើមចោលម៉ែឯងស្លាប់ទៅនៅតែស្រមោលចង់កាប់ដើមចោលទុកធ្វើអស់ដុតល្អហើយពុកពិតជាមនុស្សចង្រៃមែនល្អណាស់កូនប្រុសមួយម៉ាត់នេះពុកនឹងទុកក្នុង memory ពុកជារៀងរហូតពុកនឹងកូនប្រៀបបីដូចជាលលោកឈ្មោលហើយនឹងលលោកឈ្មោលដែលកំពុងតែបូលរកគ្រាប់ទីពីមពុកគ្មានការជួបណាដែលថាមិនបែកគ្នាទេ
កូនប្រុសបានពុកកូនសុំលាកូនទៅនៅឆ្ងាយហើយពុកលាហើយម្ចាស់បេះដូងកូនទៅចុះព្រោះពុកនេះគ្មានអ្វីក្រុមយ៉ាងឲ្យកូនពីគេនោះនេះហើយមកពីខ្ញុំមិនឲ្យកូនរៀនសូត្រ